សញ្ញាណាខ្លះប្រាប់តែឆ្មាយើងចិត្តសម្រាលកូនហើយសួស្តីថ្ងៃនេះខ្ញុំមកចែករំលែកពីអាកប្បកិរិយានិងចំណុចមួយចំនួនដែលយើងអាចសង្កេតឃើញមុនពេលដែលឆ្មាគាត់ចិត្តដល់ពេលត្រូវសម្រាលកូនទី1គឺសីតុណ្ហភាពរបស់រាងកាយឆ្មាគឺចាប់ផ្ដើមធ្លាក់ចុះនៅត្រង់ចំណុចនេះសីតុណ្ហភាពរាងកាយរបស់ឆ្មាដែលទូទៅគាត់មានប្រហែល38អង្សានិងធ្លាក់ចុះពី1ទៅ2អង្សានៅសល់ត្រឹម36ឬមួយ37អង្សាបន្ទាប់ពីនោះរយៈពេលប្រហែលពី10ទៅ20ម៉ោងទៀតឆ្មាយើងនឹងចាប់ផ្ដើមសម្រាលកូនហើយយើងគួរតែត្រៀមតែ1ម៉ែត្រដើម្បីវាស់សីតុណ្ហភាពឆ្មាឲ្យហើយទី2បេះដូងលោតញាប់ខុសពីធម្មតាដកដង្ហើមដង្ហក់ហើយមានអាការៈហត់នឿយខ្លាំងទី3គាត់ធ្វើការលិតសម្អាតរោមខ្លួនឯងនិងបរិវេណទ្វារមាសរបស់គាត់ទី4ឆ្មាចាប់ផ្ដើមឈប់ញ៉ាំអាហារទី5មានទឹកពណ៌សឬលាឈាមតិចតិចហូរចេញតាមទ្វារមាសរបស់គាត់ក្នុងចំណុចនេះការសម្រាលកូនគឺកាន់តែឈានជិតមកដល់ហើយវាចំណាយពេលប្រហែល4ទៅ5ម៉ោងទៀតទី6គឺគាត់ដើរទៅរកកន្លែងកើតមិនថាជាកេះដែលយើងបានត្រៀមទុកឬមួយក៏ជាកន្លែងក្លុកក្លៀតណាដែលគាត់ពេញចិត្តអានេះគឺបង្ហាញថាគឺគាត់ជិតដល់ពេលកើតមែនទេហើយអ្វីដែលយើងអាចធ្វើបានគឺត្រូវត្រៀមខ្លួនត្រៀមស្មារតីរបស់យើងឲ្យរឹងមាំកុំចូលទៅរំខានគាត់ត្រូវរក្សាកម្លៀតរួចឲ្យមើលគាត់នៅក្បែរក្បែរនោះអ្នកទាំងអស់គ្នាគួរតែដាក់ទឹកឬទឹកដោះគោនៅក្បែរគាត់ដើម្បីគាត់អាចផឹកបានគ្រប់ពេលព្រោះជារឿងធម្មជាតិដែលឆ្មាគាត់អាចសម្រាលកូនបានដោយខ្លួនឯងយើងត្រូវសង្កេតមើលថាតើឆ្មារបស់យើងនឹងគាត់មានអាការៈពិបាកកើតអត់ដែលជាទូទៅរយៈពេលនៃការកើតចន្លោះពីកូនមួយទៅកូនមួយមានរយៈពេលពី2ម៉ោងទៅ4ម៉ោងបើសិនជាលើសពី4ម៉ោងទៅអញ្ចឹងយើងត្រូវទៅនាំគាត់ទៅមន្ទីរពេទ្យសត្វឲ្យបានលឿនបំផុតនេះជាការចែករំលែករបស់ខ្ញុំបើសិនជាមានកន្លែងណាមិនសមរម្យឬមួយខុសឆ្គងអីកុំប្រកាន់អីសង្ឃឹមថាជាប្រយោជន៍ទៅដល់អ្នកដែលគាត់ស្រឡាញ់សត្វទាំងអស់គ្នាបាយបាយ